ឥឡូវចាំមើលទាំងអស់គ្នាមើលខ្ញុំអឺពន្យល់ឡើងវិញខ្ញុំពន្យល់ឡើងវិញអំពីអឺការប្រើប្រាស់ជំហានទី2 teacher talk ឬក៏ new lesson នេះសេខុសណាបាទយើងមើលអានឹងឡើងវិញមេរៀនថ្មីយើងចូលដល់មេរៀនថ្មីឬក៏ហៅថា teacher talk ម៉ោងនេះគឺគ្រូនិយាយម្នាក់ឯងគ្រូនិយាយម្នាក់ឯងអញ្ចឹងគ្រូធ្វើអីសកម្មភាពអីខ្លះមាន2ចំណុចទី1អានឲ្យសិស្សស្ដាប់ទី2បកប្រែឲ្យសិស្សស្ដាប់ណែណាមានអានឲ្យសិស្សស្ដាប់និងបកប្រែឲ្យសិស្សស្ដាប់ធ្វើក្នុងរយៈពេល10នាទីឬអាចលឿនជាងហ្នឹងអញ្ចឹង read for students យើងធ្វើតាម3ដំណាក់កាលណា3ដំណាក់កាលទី1គឺយើងធ្វើ slow fast ហើយនឹងចុងក្រោយគឺ very fast slow fast very fast ហ្នឹងល្បឿនវាអត់សូវខុសគ្នាទេល្បឿនអត់ខុសគ្នាទេគ្រាន់តែខុសចង្វាក់នៃការលើកដាក់សំឡេងតែប៉ុណ្្នឹងទេបើនិយាយអំពីល្បឿនគឺស្មើតែគ្នាទេបើសិនជាវា5វិនាទីវា5វិនាទីដូចតែគ្នាទេមិនមែនថា very fast ហ្នឹងលេងអញ្ចឹងទេអត់ទេបាទខុសតែចង្វាក់ទេអញ្ចឹងទៅមើលចង្វាក់វានោះយ៉ាងម៉េចណាទៅមើលចង្វាក់វាយ៉ាងម៉េចអញ្ចឹង read for student ណាក្នុងម៉ោង teacher talk ណាឥឡូវខ្ញុំ read for student ឲ្យមើល Okay, so everyone look at me. Now go to number 1 together. Slow na. What do you have? Okay, fast. What do you have? Very fast. What do you have? ឃើញទេអញ្ចឹង slow មានន័យថាមួយពាក្យមួយពាក្យ fast មានន័យថាអាកន្លែងណាចាប់2បានចាប់2បើណាចាប់អត់បានទេគឺទុកវានៅតែមួយដដែលជាក្នុង clear នេះគឺ do you គឺអាចចូលគ្នាបានយើងមិនអាចអានថា what do មិនអាចចឹងទេកន្លែងដែលភ្ជាប់គឺ do you ណាអញ្ចឹង what វាអត់មានដៃគូទេឲ្យវានៅតែឯង what អានេះចូលគ្នាបាន do you ហើយ have អត់មានដៃគូទេគឺនៅតែឯងអញ្ចឹងណា fast មានន័យថាចាប់ពីបញ្ចូលគ្នា what do you have okay very fast មានន័យថាអានបែបនិយាយអញ្ចឹងយើងអានបែបភាសានិយាយណា what do you have អញ្ចឹងណាអូខេមកឧទាហរណ៍ទី2 slow គឺ I have a new car អូខេពេល fast ចាប់ពីចូលគ្នា I have a new car នេះវាចូលគ្នា a new car នេះចាប់ដល់3ណា a new car អូខេដល់ពេល very fast អានបែបភាសានិយាយ I have a new car ឃើញទេដល់ពេល slow នេះ what color is your new car អូខេ fast ចាប់ពីចូលគ្នា what color is your new car very fast what color is your new car ឃើញទេនេះ fast slow my new car is red ពីចូលគ្នា my new car is red very fast my new car is red ឃើញទេហ្នឹងគឺ slow fast very fast សូមប្រកាន់គោលការណ៍ហ្នឹងកូនសិស្សយើងចេះអាម៉េចក៏ដោយគឺត្រូវតែប្រកាន់គោលការណ៍ហ្នឹងធ្វើអញ្ចឹងរហូតកូនសិស្សយើងចេះយើងចង់ធ្វើផ្លូវកាត់អត់បានទេអត់មានផ្លូវកាត់ទេផ្លូវកាត់អត់ស្រួលទេណាចេះក៏ដោយអានអញ្ចឹងសកម្មភាពរបស់យើងគឺធ្វើអញ្ចឹងកូនសិស្សយើងចេះអស់ហើយនៅតែអញ្ចឹងដដែលធ្វើទៅឲ្យតាមដំណាក់កាលរបស់វាជាពិសេសនៅពេលដែលមានកូនសិស្សថ្មីចូលអានោះហើយយើងមិនអាចប្រកាន់គោលការណ៍សង្ខេបនឹងយើងបានទេកាត់នោះអត់បានទេណានៅពេលមានកូនសិស្សថ្មីចូលគឺយើង vivo
để sao dương ở đa tam cái buồn nhé giờ đa tam cái buồn chẳng cái buồn ấy cứ trâu tiền côn sơ chắc trâu tiền côn sơ thay mày chỉ phải xem bảo rõ mà rừng côn sơ thay mày trôi cái nào dương cắt vô dương tha cái chén kia chết không chẳng dương thật ta group tam cô cá slow fast very fast ok bà sân chỉ côn sơ dương vì hiện chen tới giấy dương hiện lươn tới tử slow fast very fast hiện từ lươn tới tử bạn đừng ai mà tha ở cắt vô ở phơ vía anh đừng ở bà này nè translates for students បកប្រែឲ្យសិស្សបកប្រែឲ្យសិស្សគឺត្រូវធ្វើបែបត្រួសត្រាស in brief in brief ត្រួសត្រាសណាបែបត្រួសត្រាសបែបត្រួសត្រាសមានន័យថាគ្រាន់តែបកប្រែត្រួសត្រាសឲ្យសិស្សយល់ថាខ្លឹមសារហ្នឹងនិយាយពីអីអញ្ចឹងបកត្រួសត្រាសមកមិនមែនបកលំអិតទេណាមិនមែនបកគ្រប់ពាក្យទេគឺបកត្រួសត្រាសយកតែពាក្យណាកលឹះមកប្រាប់សិស្សមកបានហើយឧទាហរណ៍គ្រូមិនបងអានចឹង what do you have មានអីមានអីហ្នឹង I have a new car ឡានថ្មីនេះឡានថ្មីមានឡានថ្មី what color ពណ៌អីគេឃើញខ្ញុំបកទាំងអស់ទេ what color ពណ៌អីគេ red ពណ៌ក្រហមwhere do you buy ទិញនៅណាទិញនៅណា from the supermarket ពីផ្សារទំនើបមកនេះ how much ឡានថ្លៃប្រមាណ$10,000 $10,000 who drives ពីណាបើកឡានហ្នឹង my dad ប៉ាខ្ញុំណាអ្នកបើកប៉ុណ្្នឹងគេហៅថាត្រួសត្រាសយើងអត់មានបកលំអិតទេណាបកតែប៉ុណ្្នឹងទៅបំពេញកិច្ចបានហើយបំពេញកិច្ចប៉ុណ្្នឹងនេះបំពេញកិច្ចប៉ុណ្្នឹងបានហើយណាចឹងសូមគោរពតាមគោលការណ៍ហ្នឹងណា10នាទីណាយើងធ្វើមិនដល់10នាទីផងណា5នាទីចប់បាត់ហើយនេះ K5 K5 ធ្វើតែ5នាទីចប់បាត់ហើយកុំភ្លេចតាមដានមើលភ្នែកកូនសិស្សផងបាទកលោកកូនសិស្សវាអត់មើលក្រាស់ខៀនចូលដល់ step 3 guided practice guided practice អានេះចង់និយាយរឿង read for student ឡើងវិញណា read for student ហ្នឹង slow fast very fast កុំអត់ចេះធ្វើណាអត់ចេះធ្វើ slow ណាអត់ចេះធ្វើ slow អត់ចេះធ្វើ fast លឿនចេះតែអានទេខ្ញុំឧទាហរណ៍ណាលោកគ្រូអ្នកគ្រូយើងគាត់លេងគ្រូសេរីចាស់ណាគ្រូសេរីចាស់ដែល training កាលពីមុនមកគាត់លេងមកក្បាច់គាត់ធ្វើចេះ what do you have what do you have what do you have គាត់ធ្វើចឹងធ្វើចឹងណាអត់ទេមិនធ្វើចឹងទេណាមិនធ្វើចឹងអាន3ដងធ្វើចឹងទេមែនទេលេងមួយនេះ I have a new car I have a new car I have a new car អត់ធ្វើចឹងទេអត់ធ្វើចឹងទេ slow fast very fast មានសិល្បៈណាមានសិល្បៈក្នុងការបង្រៀនណាមិនសុទ្ធយកចឹងទេណាមិនសុទ្ធយកចឹងទេណា What do you have មួយទៀត What do you have មួយទៀត What do you have ឃើញទេអញ្ចឹងអ្នកណាធ្លាប់ធ្វើដូចខ្ញុំហ្នឹងយកទៅកែឡើងវិញណាអត់មាន what do you have what do you have what do you have ងាប់ហើយអត់ធ្វើចឹងទេធ្វើចឹងទេជំហានទី3ណាជំហានទី3 guided practice នាំសិស្សអនុវត្តណាទី1គឺបង្រៀនពាក្យពិបាកនេះទាំងអស់គ្នាសិតតែចេះបង្រៀនពាក្យពិបាកអស់ហើយណាសិតចេះបង្រៀនពាក្យពិបាកអស់ហើយពាក្យពិបាកយើងយកមកបង្រៀននៅខាងស្ដាំដៃអញ្ចឹងយើងយកមកបង្រៀនខាងស្ដាំដៃហាមរំលងកុំរំលងឲ្យសោះណាកុំរំលងឲ្យសោះអញ្ចឹងមុនពេលដែលយើងបង្រៀនពាក្យពិបាកយើង highlight ពាក្យពិបាកតិចសិនមក highlight ពាក្យពិបាកសិនអានឲ្យសិស្សស្ដាប់តិចសិនម្ដងទៀត what do you have what highlight ពាក្យពិបាកចឹងអានមុខសិស្ស highlight ចឹង I have a new car okay new car what color is your new car my new car is red red where do you buy your car buy I buy my car from the supermarket how much is this car this car is $10,000 $10,000 who drives my dad drive this car
ok ta dương miên biệt bị bạ phần này chúng cả con sẽ phải che oi con nó ta thơ chẳng đại con sẽ che thằng on nó con nó ta thơ chẳng đại à biết khlang thì cứ thà bị che hai nó con nó ta thơ lược mau thì dễ lằng bình đại khi buôn biên con sẽ thay cho mau vì ăn che nhá dương ăn ai cắt cắt sằng khai bạn này bây là highlight biệt bị bạ hay hay dương chập đào vô mót xế nó khang sẵn nhá sẽ sẵn đại chẳng dương đồ máu okay number one what lực muối đòn tiết what đòn tiết vichara repeat after me what chẳng cuốn vậy pi đó ai sẽ repeat mà đòn tiết bảy đó chẳng vichara là một nhóm đó thôi em đòn tiết đấy vichara là một nhóm cho nhiều thà mấy okay now number one yeah number one what bên nó mình ta vichara muối tầng óc hết thường mới mà sống nhá cuốn sơ tầng óc hết thường mới mà cũ này. Yeah, okay, everyone now go to difficult words. Number one, what? What? Vichara, repeat after me. What? Chứ mà Vichara repeat. Okay, good job, Vichara. Thank you. Now go number two. New car. New car. Danny, repeat after me. New car. Chứ mà Danny repeat. Yeah? Yeah. Chẳng cụ vậy bay đòn đó, bạn nói sao repeat mà đòn. Okay, number three, red. Red. Bạn hai cuốn sơ. Vitu, repeat after me. Red. Bên cụ ăn, red, 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 red. Chẳng tên á, vì anh mình salapa á. Anh mình salapa nông ca bởi chỗ lá. Number four, buy. Buy. Odom, repeat after me. Buy. Yeah? Okay, good job, Odom. Number five, supermarket. Được thì mới nói tiếp supermarket. Được thì 7 cái hỏi một con sơ máu viết repeat after me supermarket bài viết repeat supermarket okay good job number six how much Pisana repeat after me how much okay good job yeah 7 10 thousand 10,000 10,000 ấy hay mua con sao mùi máu mua ấy mua siêu này repeat after me 10,000 siêu này repeat okay 8 drives Kanika repeat after me drives okay good job chẳng an bịa nâng hái dương chập vào đào bỏ bài bây giờ thơ tục môn có thơ từ ọt bài nhà hàng đấy dương bỏ bài mà dương bỏ bài okay hai mua con sa mùi máu an lịch mùi máu student A read number one student A read number one just student A read it. What okay good job what bỏ bài tha ở vậy nè con sa thác đây cụ từ say okay student B read number two new car okay yes new car bộ thà làm thứ mấy nè rồi trường thứ mấy làm thứ mấy chẳng cụ tha chẳng này student C read number three red yes okay good red nó bộ tha po cả hom po cả hom yeah student D read number four buy okay yes buy nó bộ tha tình okay student E read number five number five supermarket yes supermarket bộ thạp xa tùm nợp okay student G read number six how much yes how much bộ thạp lại bẩn man okay student H read number seven 10,000 yes 10,000 okay 10,000 bộ thạp 10,000 $10,000 10,000 student I read number eight drives yes drive nó bộ tháp bác bò là cái bác là lần
chẳng bao giờ vừa nó hai chấp đam hai con sẽ án lực biết nó ca án tiệp bị bác cứ án mà đòn muối lực tìm muối án mà đòn muối nẹp đòn nó máu nè nẹp đòn á. Okay, student J, read number one. Student K, read number two. Student L, read number three. That khmai mạch án đi. Student M, read number four. Student N, read number five. Student O, read number six. Student P, read number seven. Student Q, read number eight. Okay, good job. Nhá, cô sẽ ăn nẹp đòn á. Xong mà tiết lực tí pí cứ áo ăn pi piệm đó. Student A, read number one and number two. Student B, read number three, number four. Student C, read number five, number six. Student E, read number seven, number eight. Student F, chẳng máu, to là hồn máu, pi chẳng mà nè. Hay bà chăm óc này pi ra chúng ta 50% មកបានហើយសល់ 50% ទៀតយើងលើកទី3គឺយើងឲ្យអានវាបែងចែកជា2អញ្ចឹង4ពាក្យមកណាបែងចែកជា2 Okay student G read number 1 to number 4អានទាំងអស់ណា Student H read number 5 to number 8យើងអានឆ្លាស់គ្នាទៅមកល្មមអាចដល់អស់ក៏បានដែរ Okay តើចាំមកទៀតយើងឲ្យគុណសិស្សសរសេរចូលសភៅ write down into your book ហើយសេចូលសភៅពីសេចូលសភៅគ្រូចាប់ផ្ដើមធ្វើ teach to read អញ្ចឹងបង្រៀនអានហាមផ្លោះណាបង្រៀនអានអញ្ចឹងបង្រៀនអានយើងចាប់ផ្ដើមរៀនអានមកហៅគុណសិស្សមកអ្នកណាឮឈ្មោះឲ្យមកឆ្លោះមួយយើងstudent A repeat after me what do you have good job Student A មួយទៀត one more student A I have a new car okay good job អញ្ចឹងចាំមើលអា student A នឹងវាកត់ដាក់ដៃកត់ហើយចាំយើងហៅអា B មកម្ដងទៀតហៅអា B ជាថ្មីពីព្រោះដំណាក់កាលនេះយើងធ្វើយឺតគុណសិស្សរវល់កត់ណា Student B repeat after me តែដៃយើងនៅអញ្ចឹងដើម្បីឲ្យគុណសិស្សដឹងថាយើងកំពុងតែធ្វើនៅលេខ2 What color is your new car Student B, repeat. What color is your new car? Okay, good job, B. One more. My new car is red. Okay, good job. Chẳng đó lịch 3 មកយើងហៅ student C បន្តទៀតមកធ្វើអញ្ចឹងណាធ្វើអញ្ចឹងរហូតទៅដល់ចប់អស់សិស្សណាម្នាក់មកសំណួរចម្លើយម្នាក់មកសំណួរមកចម្លើយអញ្ចឹងណាអាហ្នឹងគឺ teach to read ចប់ teach to read យើងចូលទៅ teach to translate បង្រៀនបកប្រែអញ្ចឹងបង្រៀនបកប្រែធ្វើម៉េចបង្រៀនបកប្រែគ្រូបកម្ដងមួយពាក្យហើយឲ្យកូនសិស្សអ្នកបកប្រែកំឡងណា what student A ហៅឈ្មោះសិស្សសិន student A what អ្វី do you អ្នក have មាន Can you translate this sentence ឃើញទេប្រើពាក្យចឹងណាចឹងឲ្យកូនសិស្សអ្នកបកមក What do you have ខ្ញុំបកថាម៉េចទៅ student A អ្នកមានអ្វី Yes good job អ្នកមានអ្វីstudent B ម្ដងអត់ទេឲ្យ student A ដដែល2ណាឲ្យ2ណា student A 2 Okay student A one more student A I ខ្ញុំ have មាន new car ឡានថ្មីCan you translate this sentence ខ្ញុំមានឡានថ្មី Okay good job កុំគិតថាកូនសិស្សចេះណាគិតថាធ្វើដូចវាអត់ចេះចឹងទៅយើងត្រូវតែធ្វើតាមលំដាប់លំដោយយើងត្រូវតែធ្វើតាមលំដាប់លំដោយstudent B ម្ដងមក student C ម្ដងមក student D student E student F student G student H student I student J ចឹងមកបើថាយើងកូនសិស្សច្រើនយើងមិនទាំងអស់ហើយតែ 50% ធ្វើនៅលើ teach to translate តែដល់ពេល teach to do Q&A យើងធ្វើទៀត teach to do Q&A យើងចាប់ផ្ដើម teach to do Q&A ណាមិនយល់ណា teach to translate គ្រូបកមួយពាក្យហើយឲ្យកូនសិស្សអ្នកបកខ្លួនឯងពេលវាបកអត់ត្រូវចាំយើងជួយវាធ្វើម្ដងទៀតណាខ្ញុំឧទាហរណ៍ថាខ្ញុំធ្វើteach to translate លើពាក្យនេះ who នរណាdrives បើកបរ
this car ឡានេះ student I can you translate this sentence អញ្ចឹងឲ្យ student I អ្នកបកយើងបកតែមកពាក្យទេហើយកូនសិស្សអ្នកបករួមនរណាបើកបរឡាននេះ yes excellent អញ្ចឹងណាឥឡូវយើង teach to do Q&A ណាបង្រៀនធ្វើ Q&A ធ្វើឲ្យបង្រៀនធ្វើ Q&A Q&A គឺគ្រូសួរសិស្សឆ្លើយអូខេអញ្ចឹងយើងចាប់ផ្ដើមសួរទៀតណាសួរមកកូនសិស្សដល់ណា 50% យើងអាចដល់អក្សរ J ទៅឧទាហរណ៍អក្សរ J okay student J look at me number 1 answer my questions what do you have អញ្ចឹង J ទៅឆ្លើយនេះ okay good job student K មិនអាច J នឹងទាំងអស់ទេណាមិនអាច J នឹងលេងសពពីលើមកចេះទេណាអត់ទេអាច J នឹងបានតែមួយទេបានតែមួយទេstudent K answer question number 2 what color is your new car my new car is red okay good job student L អា K នឹងបានតែមួយទេមក L answer my question where do you buy your car មិន L ឆ្លើយ I buy my car from the supermarket ធ្វើបែបនេះណាសិស្សម្នាក់បានតែមួយទេសិស្សម្នាក់បានតែមួយទេ Q&A ហ្នឹងហើយទៅវិញទៅមករហូតដល់ចប់ណារហូតដល់ចប់ Q&A រយៈពេល15នាទីអូខេអញ្ចឹងនេះចប់ណាចប់ step 2 និង step 3ណាបងប្អូនកន្លែងណាដែលទាំងអស់គ្នាធ្វើខុសសូមកែឡើងវិញណាសូមកែឡើងវិញមិនមែន teach to translate នេះលេងមកឲ្យកូនសិស្សបកប្រែទេណាមែនទេមែន student A translate number 1 what do you have មែនទេណាអត់ទេ teach to translate គឺគ្រូបកពាក្យមួយឲ្យកូនសិស្សបកខ្លួនឯងដោយប្រើពាក្យ can you translate the sentence yeah teach to read មានន័យថាគ្រូអានមុនឲ្យសិស្ស repeat តាមក្រោយ teach to translate មានន័យថាគ្រូបកមកពាក្យឲ្យសិស្សបកប្រែតាមក្រោយ teach to do Q&A មានន័យថាគ្រូអ្នកសួរឲ្យសិស្សអ្នកឆ្លើយអូខេសរុបប៉ុណ្នេះណា